ដូច្នេះនៅពេលដែលយើងដើរនៅក្នុងសេចក្តីជំនឿរបស់យើងវាពិតណាស់ដែលយើងទាំងគ្នានឹងឆ្លងកាត់នៅទុក្ខលំបាកឆ្លងកាត់នៅបញ្ហាឆ្លងកាត់នៅការលំបាកជាច្រើនដែលមាននៅក្នុងជីវិតដើម្បីឲ្យយើងអាចសម្រេចគោលដៅរបស់ព្រះអង្គក៏ប៉ុន្តែខ្ញុំចង់បញ្ជាក់ប្រាប់លោកអ្នកទាំងគ្នាឲ្យបានច្បាស់ថាទុក្ខលំបាកទាំងឡាយដែលកើតឡើងគឺដើម្បីឲ្យលោកអ្នកទាំងគ្នាបានប្រកបដោយព្រះពរតែប៉ុណ្ណោះទុក្ខលំបាកទាំងអស់នោះនឹងមិនបំផ្លាញលោកអ្នកទាំងគ្នាទេក៏ប៉ុន្តែធ្វើឲ្យលោកអ្នកទាំងគ្នាបានរឹងមាំហើយប្រកបដោយព្រះពរដែលមកពីព្រះជាម្ចាស់យើងបាននិយាយពីសប្តាហ៍មុនរួចហើយថាយើងនឹងសិក្សាពីដំណើរនៃជំនឿរបស់ស្ដេចព្រះអង្គកាលពីសម័យបុរាណយើងមើលថាតើដំណើរនៃជំនឿរបស់លោករបៀបណាយើងដឹងហើយថាជំនឿមិនមែនគ្រាន់តែជាព្រឹត្តិការណ៍មួយដែលកើតឡើងហើយត្រូវបញ្ចប់នៅឡើយប៉ុន្តែជំនឿគឺជាដំណើរការមួយដែលវែងអន្លាយនៅពេញមួយជីវិតរបស់យើងផ្ទាល់ពេលដែលយើងចាប់ផ្ដើមជឿលើព្រះអង្គយើងត្រូវតែដើរនៅក្នុងសេចក្តីជំនឿរបស់យើងផ្ទាល់ដើម្បីឲ្យយើងអាចទៅដល់គោលដៅដែលព្រះអង្គបានរៀបចំសម្រាប់យើងនិងបន្តដំណើរទៅឋានបរមសុខនៅជាមួយព្រះអង្គផ្ទាល់នោះហើយដែលយើងហៅថាជំនឿវាមិនមែនគ្រាន់តែកើតមកភ្លាមហើយត្រូវបញ្ចប់ភ្លាមនោះទេដូច្នេះនៅពេលដែលយើងដើរនៅក្នុងសេចក្តីជំនឿរបស់យើងវាពិតណាស់ដែលយើងទាំងគ្នានឹងឆ្លងកាត់នៅទុក្ខលំបាកឆ្លងកាត់នៅបញ្ហាឆ្លងកាត់នៅការលំបាកជាច្រើនដែលមាននៅក្នុងជីវិតដើម្បីឲ្យយើងអាចសម្រេចគោលដៅរបស់ព្រះអង្គក៏ប៉ុន្តែខ្ញុំចង់បញ្ជាក់ប្រាប់លោកអ្នកទាំងគ្នាឲ្យបានច្បាស់ថាទុក្ខលំបាកទាំងឡាយដែលកើតឡើងគឺដើម្បីឲ្យលោកអ្នកទាំងគ្នាបានប្រកបដោយព្រះពរតែប៉ុណ្ណោះទុក្ខលំបាកទាំងអស់នោះនឹងមិនបំផ្លាញលោកអ្នកទាំងគ្នាទេក៏ប៉ុន្តែធ្វើឲ្យលោកអ្នកទាំងគ្នាបានរឹងមាំហើយប្រកបដោយព្រះពរដែលមកពីព្រះជាម្ចាស់នៅថ្ងៃនេះមុនពេលដែលយើងសិក្សាអំពីដំណើរនៃជំនឿរបស់ស្ដេចនោះយើងចង់សិក្សាអំពីកំហុសមួយដែលស្ដេចនោះបានធ្វើហើយបន្សល់ទុកសម្រាប់ប្រជាជាតិអ៊ីស្រាអែលដែលធ្វើឲ្យជាការីជំនាន់ក្រោយលោកខឹងយ៉ាងខ្លាំងធ្វើឲ្យអ្នកដឹកនាំយ៉ាងជំនាន់ក្រោយលោកខឹងយ៉ាងខ្លាំងដែលពួកប្រជារាស្ត្រអ៊ីស្រាអែលបានប្រព្រឹត្តតាមលំនាំនៃស្ដេចនោះផ្ទាល់បើលោកអ្នកមានព្រះគម្ពីរលោកអ្នកអាចមើលទៅក្នុងសភៅនេហេមៀយើងនឹងអាននៅក្នុងជំពូកទី13ខទី25រហូតដល់27ខ្ញុំបានស្ដីបន្ទោសអ្នកទាំងនោះនិងខ្ញុំដាក់បណ្ដាសាពួកគេខ្ញុំបានវាយអ្នកខ្លះព្រមទាំងទាញសក់ពួកគេហើយឲ្យពួកគេស្បត់ក្នុងព្រះនាមព្រះជាម្ចាស់ដោយពោលថាអ្នករាល់គ្នាមិនត្រូវលើកកូនស្រីឲ្យសះដតីនិងដណ្ដឹងកូនស្រីសះដតីឲ្យកូនប្រុសរបស់ខ្លួនឡើយព្រោះតែបញ្ហានេះហើយដែលព្រះបាទសាឡូមោនជាស្ដេចស្រុកអ៊ីស្រាអែលបានប្រព្រឹត្តអំពើបាបក្នុងចំណោមស្ដេចរបស់ជាតិសាសន៍ទាំងអស់គ្មានស្ដេចណាមួយដូចព្រះបាទសាឡូមោនទេព្រះជាម្ចាស់ស្រឡាញ់ព្រះបាទសាឡូមោនព្រះអង្គបានតែងតាំងស្ដេចឲ្យគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលទាំងមូលប៉ុន្តែស្ត្រីសាសន៍ដទៃអូសទាញស្ដេចឲ្យទៅប្រព្រឹត្តអំពើបាបដូច្នេះយើងមិនចង់ឮដំណឹងថាអ្នករាល់គ្នាផ្ទាល់ប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ហើយក្បត់ព្រះនៃយើងដោយរៀបការជាមួយស្ត្រីសាសន៍ដទៃឡើយនេះគឺជាអ្វីដែលលោកនេហេមៀបានស្ដីបន្ទោសឲ្យទៅជនជាតិអ៊ីស្រាអែលដែលបានរៀបការជាមួយនឹងស្ត្រីឬបុរសសាសន៍ដទៃព្រោះលោកដឹងយ៉ាងប្រកបថានៅពេលដែលគេចងសម្ព័ន្ធមេត្រីជាមួយនឹងសាសន៍ដទៃ
នឹងបណ្ដាលឲ្យពួកគេបានធ្លាក់ទៅក្នុងអំពើបាបគឺការផិតក្បត់ព្រះជាម្ចាស់ផ្ទាល់ដែលជាព្រះរបស់គេហើយទៅបម្រើព្រះផ្សេងទៀតការរួមប្រកបជាមួយអ្នកដែលមិនល្អវានឹងធ្វើឲ្យយើងបំផ្លាញសេចក្តីល្អរបស់ខ្លួនឯងនៅថ្ងៃណាមួយមិនខានដូច្នេះហើយបានជាលោកនេមៀបានប្រាប់ទៅជនជាតិអ៊ីស្រាអែលហើយគំរាមគេមិនឲ្យគេប្រព្រឹត្តការទាំងអស់នោះព្រោះលោកដឹងប្រកាសថាថ្ងៃណាមួយពួកគេនឹងធ្លាក់ទៅក្នុងការលបួងឬក៏ឃ្លាតចេញពីព្រះជាម្ចាស់ដោយសារតែការខ្សែគប់របស់ពួកគេផ្ទាល់នៅសម័យនោះយើងដឹងហើយថាច្បាប់នៅសម័យដើមគេអាចទាញសក់ឬគេអាចវាយប្រដៅប្រជាជនទាំងអស់នោះប្រហែលជាយើងមិនអាចធ្វើនៅសម័យនេះបានទេវាប្រកាសណាស់យើងពិតជាមិនអាចធ្វើនៅសម័យនេះគ្រូគម្ពីលឬអ្នកដឹកនាំមិនអាចប្រើហិង្សាឬក៏ប្រើកណ្ដាប់ដៃដើម្បីវាយប្រដៅពួកជំនុំបានឡើយប៉ុន្តែអ្វីដែលយើងអាចធ្វើសម័យនេះគឺការដែលប្រាប់គេនឹងស្ដីប្រដៅគេនៅកំហុសទាំងឡាយដែលគេប្រព្រឹត្តព្រោះក្នុងគោលបំណងចង់ជួយពួកគេកុំឲ្យពួកគេបានធ្លាក់ទៅក្នុងការបួសឬក៏ធ្លាក់ទៅក្នុងទុក្ខលំបាកនៅគ្រាអនាគតដូច្នេះតួនាទីរបស់យើងគឺជាអ្នកដែលជួយបង្រៀនគេជាអ្នកដែលប្រដៅគេកែតម្រង់គេឲ្យគេរស់នៅក្នុងសេចក្តីសុចរិតនៅក្នុងជីវិតរបស់គេផ្ទាល់បើយើងមើលនៅក្នុងសភៅទុតិយកថាជំពូកទី25ខទី2បានចែងថាប្រសិនបើអ្នកមានទោសនោះត្រូវទទួលរំពាត់ចៅក្រមត្រូវឲ្យគេដេកនៅលើដីនៅចំពោះមុខលោកគេត្រូវវាយអ្នកនោះឲ្យសមនឹងកំហុសដែលខ្លួនបានប្រព្រឹត្តនេះជាអ្វីដែលចែងនៅក្នុងសម្ព័ន្ធព្រះចាស់ជាច្បាប់ដែលមាននៅក្នុងសម័យនោះឯងដូច្នេះការដែលប្រព្រឹត្តការដែលធ្វើឬការដែលកាត់ទោសចំពោះមនុស្សវាខុសសម័យគ្នាគឺសម័យចាស់និងសម័យថ្មីការប្រព្រឹត្តខុសគ្នាដូច្នេះលោកអ្នកទាំងអស់គ្នាគួរតែប្រយ័ត្នអំពីកិច្ចការទាំងអស់នោះឯងនៅសម័យនោះប្រហែលជាពួកគេមិនយល់ថាវាជាការអាក្រក់នៅពេលដែលគេដាក់ទោសទៅដល់មនុស្សអាក្រក់បែបនោះប៉ុន្តែបើសិនណាជាលោកអ្នកហ៊ានធ្វើនៅសម័យនេះវានឹងធ្វើឲ្យកិត្តិយសនិងកេរ្តិ៍ឈ្មោះលោកអ្នកធ្លាក់ចុះជាមិនខានពីព្រោះតែព្រះជាម្ចាស់ទ្រង់មានព្រះគុណសម្រាប់យើងទាំងគ្នានៅសម័យនេះឯងអញ្ចឹងគឺយើងរស់នៅក្រោមព្រះគុណរបស់ព្រះជាម្ចាស់បើរស់នៅក្រោមព្រះគុណរបស់ព្រះជាម្ចាស់យើងមិនអាចកាត់ទោសនរណាម្នាក់បាននោះឡើយទុកឱកាសដល់ពួកគេអនុញ្ញាតឲ្យពួកគេអាចកែប្រែចិត្តគំនិតដោយការជួយនិងការគ្រប់គ្រងពួកគេឲ្យពួកគេអាចលើកឈរឡើងហើយបន្តដំណើរនៅក្នុងសេចក្តីជំនឿរបស់គេតទៅទៀតដូច្នេះយើងម្នាក់មានតួនាទីក្នុងការជួយក្នុងការជ្រោមជ្រែងទៅដល់មនុស្សផ្សេងទៀតដើម្បីឲ្យគេចម្រើនឡើងនៅក្នុងព្រះអង្គម្ចាស់យើងមើលនៅក្នុងសៀវភៅអមោសជំពូកទី3ខទី3បានចែងថាបើមនុស្សពីរនាក់មិនបានព្រមព្រៀងគ្នាជាមុនសិនទេតើគេអាចធ្វើដំណើរជាមួយគ្នាដោយមិនដាច់ខាតអមោសបានប្រាប់អំពីការធ្វើដំណើរនៃជនជាតិអ៊ីស្រាអែលជាមួយនឹងព្រះជាម្ចាស់លុះណាតែគេព្រមព្រៀងលើសេចក្តីសន្យាលើក្រឹតវិន័យរបស់ព្រះទើបបានគេអាចបន្តដំណើរជាមួយព្រះជាម្ចាស់បានគេត្រូវគោរពគេត្រូវទទួលយកនៅអ្វីដែលជាបទបញ្ញត្តិរបស់ព្រះដើម្បីឲ្យគេអាចនៅតែមានភាពស្និទ្ធស្នាលជាមួយព្រះនិងបន្តដំណើរជាមួយព្រះជាម្ចាស់ឯមនុស្សពីរនាក់ដែលដើរជាមួយគ្នាក៏ដូចនោះដែរគេត្រូវមានការព្រមព្រៀងគ្នាមុនពេលដែលគេអាចធ្វើដំណើរទៅជាមួយគ្នាបើគ្មានការព្រមព្រៀងគ្នាទេថាតើគេនឹងអាចធ្វើដំណើរទៅជាមួយគ្នារបៀបម៉េចស្វាមីនិងភរិយាត្រូវយល់ព្រមជាមួយគ្នាមុនពេលដែលគេធ្វើដំណើរទៅជាមួយគ្នា
ការយល់ព្រមត្រូវទទួលស្គាល់នឹងការជួបជុលឬក៏ការរួមចំណែកជាមួយគ្នាទៅវិញទៅមកដើម្បីបន្តដំណើរជាមួយគ្នាបើម្នាក់អស់កម្លាំងម្នាក់ទៀតអាចជួយទ្រដើម្បីដើរបើម្នាក់គិតខុសម្នាក់ទៀតអាចជួយផ្ដល់យោបល់ប៉ុន្តែចំណុចមួយដែលសំខាន់គឺគេត្រូវមានទិសដៅដូចគ្នាទើបបានគេអាចបន្តដំណើរទៅជាមួយគ្នាបានគេមិនអាចផ្ដោតទៅលើទិសដៅផ្សេងគ្នាឬគោលដៅផ្សេងគ្នាហើយគេថាគេនឹងទៅបើគេបន្តដំណើរទៅជាមួយគ្នាមិនអាចធ្វើដូចច្នោះបានទេដូច្នេះជំនឿរបស់យើងគឺមានទិសដៅទៅរកព្រះជាម្ចាស់តែបើសិនណាជាយើងរួមជាមួយមនុស្សផ្សេងទៀតដែលគ្មានទិសដៅទៅរកព្រះជាម្ចាស់ថាតើផ្លូវនៃជំនឿរបស់យើងតើនឹងអាចសមប្រកបទៅតាមចិត្តរបស់យើងឬក៏គេមកតាមយើងឬក៏យើងទៅតាមគេមានមនុស្សខ្លះពិតជាស្រឡាញ់ព្រះអង្គមុនពេលដែលគេរួមប្រសពជាមួយមនុស្សផ្សេងទៀតគេគិតថាខ្ញុំនឹងជួយអ្នកនោះឲ្យអ្នកនោះបែរមករកព្រះអង្គហើយដើរតាមផ្លូវព្រះអង្គមានមនុស្សខ្លះទៀតមានមនុស្សខ្លះក៏សមប្រកបតែមានមនុស្សខ្លះទៀតក៏មិនសមប្រកបព្រោះតែអ្នកដែលគេរួមដំណើរជាមួយនោះគេមិនបានជល់ព្រមឬមិនទន់ចិត្តដើម្បីបែរទៅរកផ្លូវដែលអ្នកនោះបញ្ចុកបញ្ចូលឲ្យទៅជាមួយបើជាស្វាមីភរិយានៅទីបញ្ចប់មានតែលះបង់ជំនឿឬក៏លែងលះគ្នាទើបបានអាចដើរផ្លូវរៀងខ្លួនបានតែបើគេនៅដើរផ្លូវតែមួយមានន័យថាគេត្រូវលះបង់ជំនឿរបស់ពួកគេផ្ទាល់ដូច្នោះហើយដែលលោកនេមៀខឹងយ៉ាងខ្លាំងនៅក្នុងការដែលជនជាតិអ៊ីស្រាអែលបានបណ្ដោយឲ្យកូនចៅរបស់ពួកគេរៀបការជាមួយសាសដទៃភាពខ្ទេចខ្ទាំរបស់ប្រទេសអ៊ីស្រាអែលគឺដោយសារតែពួកគេមិនបានប្រតិបត្តិព្រះជាម្ចាស់នៅក្នុងជីវិតយើងដឹងហើយថាសៀវភៅអេស្រានិងសៀវភៅនេហេមៀជាសៀវភៅដែលសរសេរឡើងដោយលោកអេស្រាមានតួអង្គ3ដែលមាននៅក្នុងសៀវភៅទាំងពីរនេះគឺលោកសេរូបាបែលលោកអេស្រានិងលោកនេហេមៀលោកសេរូបាបែលគឺជាអ្នកដែលកសាងព្រះដំណាក់របស់ព្រះជួសជុលព្រះដំណាក់របស់ព្រះលោកអេស្រាជាអ្នកដែលចែកចាយនៅក្រឹតវិន័យរបស់ព្រះជាម្ចាស់ឬព្រះបន្ទូលរបស់ព្រះអង្គហើយលោកនេមៀជាអ្នកកសាងកំផែងក្រុងយេរូសាឡិមខ្ញុំគិតថានៅក្នុងពាក្យនេះលោកនេមៀជាអ្នកដែលស្ដីបន្ទោសទៅដល់ជនជាតិអ៊ីស្រាអែលហើយលោកអេស្រាគឺជាអ្នកដែលកត់ពាក្យទាំងអស់នោះសម្រាប់ឲ្យយើងសិក្សាដូច្នេះយើងគួរតែប្រយ័ត្ននៅក្នុងការសេពគប់នៅក្នុងជីវិតរបស់យើងគួរតែប្រយ័ត្ននៅក្នុងការដែលដើររួមជាមួយនឹងអ្នកដទៃផ្សេងទៀតបើសិនណាជាយើងមិនប្រយ័ត្នទេគេនឹងអាចអូសទាញយើងឲ្យចាក់ចេញពីជំនឿរបស់យើងផ្ទាល់យើងដឹងប្រកាសថាការដើរនៅក្នុងផ្លូវរបស់ព្រះជាម្ចាស់ជាផ្លូវមួយដែលពិសេសបំផុតសម្រាប់ជីវិតរបស់យើងចង់ដើរផ្លូវនោះឲ្យដល់គោលដៅប៉ុន្តែថាតើលោកអ្នកនឹងត្រូវជ្រើសរើសដើររបៀបណាការដែលយើងយល់ព្រមជាមួយព្រះមានន័យថាយើងចង់ដើរទៅជាមួយព្រះជាម្ចាស់ចង់ធ្វើដំណើរតាមមាគ៌ារបស់ព្រះអង្គផ្ទាល់គឺជាការដែលគោរពវិន័យរបស់ព្រះគឺជាការដើរនៅក្នុងផ្លូវដែលព្រះជាម្ចាស់រៀបចំសម្រាប់យើងទាំងអស់គ្នាឲ្យយើងដើរនៅក្នុងសភៅអាម៉ូសចំពុកទី7ខទី12បានចែងថាលោកអម៉ាសាពោលទៅកាន់
chia cả rấy almost thả nè cừu tia chót ơi chỗ tranh bị tì ní rốt từ sọc chủ đà bình từ nơi sọc ní nè ai rốt xì tia chỉnh chấm chỉ vật ban cùng tia nợ bẹt ai ní tiệt lời ta bắt nợ tì ní tí sạc ca rạ rồi bỏ sạch nâng chia vì hìa là hùa tôi chỉ dương mơ lục o mà xa lúc mình ban tổ tua rè bần tu của rè chém chặt lúc kết tha bằng nã nước cứ chia rồi bỏ sạch ui pung rồi bỏ sạch tua con trai bia chia rồi bỏ rè chém chặt đi trên này hỏi lúc mình ban tổ tua vô âm na cho đó rè tại lúc con trai tổ tua vô âm na cho đó bỏ sạch tua đòi trong bầm pin chất rồi bỏ sạch hỏi đánh lúc almost ở chạc chanh đại chiếp chia cây ở phía chấm chát ở chạc chanh thì sọc tuần bằng đạn nụ cứ chia rồi bỏ sạch phần tài đang đây tổng ngu cứ chia rồi bỏ phía chấm chát vì thế này vì hìa cứ chia rồi bỏ phía chấm chát chỉ nè đại cục rô chỉ nè đại tụt ta nơi lửa đại đánh tổng nguពួកគេមិនចង់ស្ដាប់ព្រះបន្ទូលរបស់ព្រះព្រោះពួកគេមិនបានដើរតាមមេគារបស់ព្រះអង្គឬដើរតាមផ្លូវរបស់ព្រះអង្គផ្ទាល់គេលើកដំកើងស្ដាច់ប៉ុន្តែពួកគេមិនបានលើកដំកើងព្រះដែលព្រះអង្គបានតែងតាំងឬប្រទានអំណាចឲ្យស្ដាច់នោះជាអ្នកដែលគ្រប់គ្រងដូច្នេះលោកអម៉ាសាលោកបានដើរផ្លូវជាមួយនឹងស្ដេចលោកបានខ្សែគប់ជាមួយនឹងអំណាចនៅលោកីនេះឯងប៉ុន្តែលោកមិនបានខ្សែគប់ជាមួយអំណាចរបស់ព្រះជាម្ចាស់ដែលធ្វើឲ្យលោកមិនស្គាល់ព្រះជាម្ចាស់បែរជាគ្រាន់តែលើកដំកើងមនុស្សដែលព្រះជាម្ចាស់បានតែងតាំងនៅលើលោកនេះឯងនៅក្នុងសភៅ1ករិនថូសជំពូកទី15ខទី33បានចែងថាសូមបងប្អូនកុំភ័ន្តច្រឡំមិត្តអាក្រក់តែនាំឲ្យខូចទម្លាប់គម្ពីរបានចែងយ៉ាងច្បាស់ថាការដែលខ្សែគប់គឺសំខាន់បើយើងខ្សែគប់មនុស្សអាក្រក់វានាំឲ្យយើងទៅអាក្រក់តែបើយើងខ្សែគប់ល្អនាំឲ្យយើងទៅល្អពាក្យថាខ្សែគប់នោះភាសាក្រិចHomilia មានន័យថាការរួមរស់ជាមួយគ្នាឬក៏ការដែលធ្វើដំណើរទៅជាមួយគ្នាឬក៏ជាដៃគូជីវិតជាមួយគ្នាដូច្នេះពាក្យថា Homilia សំដៅយ៉ាងជ្រៅចូលទៅក្នុងការដែលខ្សែគប់យ៉ាងជិតស្និទ្ធឬរួមរស់ជាមួយគ្នាពាក្យនោះសំដែងអំពីការចងសម្ព័ន្ធមេត្រីយ៉ាងជ្រៅរវាងមនុស្សពីរនាក់អាពាហ៍ពិពាហ៍គឺជាចំណងនៃសម្ព័ន្ធមេត្រីយ៉ាងជ្រៅរហូតទៅដល់ព្រលឹងវិញ្ញាណរបស់ពួកគេមានមិត្តភ័ក្តិជាច្រើនក៏ចងសម្ព័ន្ធមេត្រីយ៉ាងជ្រៅដែរដោយសុខចិត្តស្លាប់ជាមួយគ្នាទៅវិញដូច្នេះសម្ព័ន្ធមេត្រីនោះហើយដែលយើងគួរតែប្រយ័ត្ននៅការដែលយើងជ្រើសរើសចងសម្ព័ន្ធមេត្រីអាពាហ៍ពិពាហ៍ជាសម្ព័ន្ធមេត្រីមួយដែលមនុស្សពីរនាក់រួមគ្នាคล้ายទៅជាតែមួយគឺសម្ព័ន្ធមេត្រីដ៏ជ្រៅចូលទៅក្នុងព្រលឹងវិញ្ញាណរបស់ពួកគេផ្ទាល់ដូច្នេះមុនពេលដែលយើងទទួលយកអាពាហ៍ពិពាហ៍នោះយើងគួរតែប្រយ័ត្នផងដែរឯមិត្តភ័ក្តិខ្លះក៏យើងគួរតែប្រយ័ត្ននៅក្នុងការទាំងនោះមិនមានន័យថាយើងមិនអាចរាប់អានមិត្តភ័ក្តិផ្សេងទៀតដែលជាអ្នកដែលមិនជឿនោះទេប៉ុន្តែសូមកុំចងសម្ព័ន្ធមេត្រីយ៉ាងជ្រៅជាមួយពួកគេការរាប់អានការរាក់ទាក់ការមានទំនាក់ទំនងជាមិត្តភ័ក្តិមិនមែនជាការដែលហាមឃាត់នៅក្នុងព្រះគម្ពីរនោះ
ប៉ុន្តែជាការដែលរួមស្លាប់រួមរស់ជាមួយគ្នានោះគឺជាចំណុចសំខាន់ដែលយើងគួរតែជ្រើសរើសផ្លូវដែលយើងគួរដើរបើមិនដូច្នោះទេយើងនឹងធ្លាក់ទៅដូចជាគេផងដែរការខ្សែគប់សំខាន់បើយើងខ្សែគប់មនុស្សប្រភេទណាយើងនឹងទៅបានដូចជាពួកគេយ៉ាងនោះដែរមិនយូរមិនឆាប់យើងនឹងផ្លាស់ប្រែពីជំនឿរបស់យើងទៅដូចពួកគេដូច្នេះនៅក្នុងកាពីបានចែងប្រាប់យើងយ៉ាងច្បាស់គួរតែប្រយ័ត្ននៅការខ្សែគប់នោះឯងលោកនេហេមៀបានស្ដីបដៅទៅដល់ជនជាតិអ៊ីស្រាអែលអំពីការខ្សែគប់ដែលពួកគេមានពីព្រោះលោកបានឃើញឧទាហរណ៍ដែលមិនល្អអំពីស្ដេចសាឡូមោនដែលបានខ្សែគប់ហើយធ្លាក់ទៅដល់ការយើងដឹងហើយថាព្រះបាទសាឡូមោនលោកបានសរសេរសៀវភៅ3ទុកសម្រាប់យើងទាំងគ្នាសិក្សានៅសម័យនេះសៀវភៅទី1ដែលលោកសរសេរគឺសៀវភៅចម្រៀងរបស់ព្រះបាទសាឡូមោនជាសៀវភៅចម្រៀងនោះនិយាយអំពីភាពនៅវ័យក្មេងនៅលីវនិងកំណើតស្នេហ៍របស់ព្រះបាទសាឡូមោនដូច្នេះសៀវភៅនោះសរសេរនៅពេលដែលសាឡូមោននៅក្មេងនៅឡើយហើយសៀវភៅទី2ដែលលោកសាឡូមោនសរសេរគឺសៀវភៅសុភាសិតនិយាយអំពីប្រាជ្ញាដ៏ឧត្តមដែលលោកបានទទួលពីព្រះជាម្ចាស់ហើយស្ដីប្រដៅទៅដល់ប្រជារាស្ត្រដែលនៅលើលោកនេះដូច្នេះសៀវភៅសុភាសិតជាសៀវភៅដែលប្រកបដោយប្រាជ្ញាជាសៀវភៅដែលពេញដោយកម្លាំងដែលយើងទាំងអស់គ្នាគួរតែសិក្សាហើយអានពីសៀវភៅនោះដើម្បីទទួលបានប្រាជ្ញាដែលស្របតាមបំណងបាតីរបស់ព្រះជាម្ចាស់ហើយសៀវភៅទី3ដែលព្រះបាទសាឡូមោនសរសេរនៅពេលដែលលោកមានវ័យចំណាស់គឺសៀវភៅសាស្ត្រាសៀវភៅនោះបានបង្ហាញអំពីខ្សែជីវិតបង្ហាញអំពីបទពិសោធន៍ដែលលោកបានឆ្លងកាត់ពីដល់មកហើយបង្ហាញពីជំរឿសចុងក្រោយដែលព្រះបាទសាឡូមោនបានជ្រើសរើសយើងពិតជាចង់ឃើញលោកអ្នកទាំងអស់គ្នាចាប់ផ្ដើមផ្លូវជាមួយព្រះជាម្ចាស់ចាប់ផ្ដើមជំនឿរបស់លោកអ្នកទាំងអស់គ្នាដើរជាមួយព្រះហើយនៅតែបន្តដើរជាមួយព្រះអង្គរហូតដល់ទីបញ្ចប់យ៉ាងល្អបំផុតជាមួយព្រះជាម្ចាស់ខ្ញុំអធិដ្ឋានសូមកុំឲ្យលោកអ្នកបងប្អូនណាម្នាក់បានធ្លាក់ឬបោះបង់ចោលជំនឿឬដើរចេញពីមាគ៌ារបស់ព្រះដោយសារតែការខ្សែគប់ឬដោយសារតែបញ្ហាផ្សេងៗដែលមាននៅក្នុងជីវិតនៅក្នុងសៀវភៅចុះហាន់ខ្សែទី1ចំពុកទី1ខទី6បានចែងថាប្រសិនបើយើងពោលថាយើងរួមរស់ជាមួយព្រះអង្គតែយើងបែរជារស់ក្នុងសេចក្តីងងឹតទៅវិញនោះយើងនិយាយកុហកហើយគឺយើងមិនប្រព្រឹត្តតាមសេចក្តីពិតទេដូច្នេះបើយើងសម្រេចចិត្តថាយើងរស់ជាមួយព្រះអង្គសូមឲ្យដំណើរជីវិតរបស់លោកអ្នកនៅតែបន្តដំណើរជាមួយព្រះអង្គគ្រប់ពេលវេលាទាំងអស់មិនថាកលៈទេសៈបែបណាប៉ុន្តែយើងនៅតែរួមដំណើរជាមួយព្រះអង្គយើងនឹងបន្តសិក្សាអំពីព្រះបាទសាឡូមោននៅសប្តាហ៍ក្រោយទៀតប៉ុន្តែមុនពេលដែលខ្ញុំបញ្ចប់ខ្ញុំចង់អធិដ្ឋានសម្រាប់លោកអ្នកទាំងអស់គ្នាសូមសម្រួលចិត្តជាមួយខ្ញុំព្រះអង្គដែលជាព្រះដែលមានវិជ្ជាស្រាសូមព្រះអង្គបណ្ដាលអរគុណនៅលើបងប្អូនទូលគុំសូមឲ្យគេមានជំនឿនៅតែរឹងមាំហើយការគ្រប់ទាំងការខ្សែគប់របស់ពួកគេសូមកុំឲ្យគេខ្សែគប់នៅអ្វីមួយដែលមិនល្អដែលតាក់ទាញគេឲ្យគេធ្លាក់ទៅក្នុងដណ្ដៅដ៏ជ្រៅប៉ុន្តែសូមឲ្យបងប្អូនទូលគុំចេះការពារចេះថែរក្សានៅការខ្សែគប់ហើយសូមឲ្យប្រពោរបស់ផ្ទងបាត់ហូរចូលទៅក្នុងជីវិតរបស់គេ
ចម្រើនកម្លាំងដល់ពួកគេការពារការបាក់ទឹកចិត្តការពារការធ្លាក់ចុះនៅក្នុងជីវិតការពារមុខជំនួញនិងកិច្ចការដែលគេធ្វើសូមឲ្យគ្រប់ទាំងដៃដែលគេបានធ្វើបានបង្កើតផលមួយជា30មួយជា60និងមួយជា100ព្រះអង្គដែលជាព្រះគុណសូមអរគុណនៅបានតីបនៃសរោះរបស់ទ្រង់ដែលតែងតែបណិសន្តោសដល់យើងរាល់គ្នាសូមឲ្យគ្រប់អស់អ្នកទាំងដែលបានចាក់ចេញពីព្រះអង្គរវាទចិត្តចេញពីព្រះអង្គសូមឲ្យគេបានឃើញអំពីប្រពោះរបស់មើងទ្រង់ឃើញអំពីវិជាស្ដារបស់ព្រះអង្គបានជ្រុំជ្រែងនៅក្នុងជីវិតរបស់គេហើយបំផ្លាស់បំប្រែជីវិតរបស់គេឡើងវិញសូមឲ្យបងប្អូនទូមង្គមដែលបានចាក់ចេញពីក្រុមជំនុំសូមឲ្យគេត្រឡប់មកវិញហើយឲ្យគេឃើញនិងទទួលប្រពោចេញពីព្រះអង្គផ្ទាល់ព្រះអង្គដែលជាព្រះដែលមានវិជាសាសូមការពារចិត្តបងប្អូនទូមង្គមឲ្យគេនៅតែមានចំហររឹងមាំឲ្យគេនៅតែរត់បន្តទៅមុខរហូតដល់ទីបញ្ចប់របស់ពួកគេគុណសូមអរគុណសូមថ្វាយពេលវេលានេះដល់ទ្រង់ក្នុងព្រះនាមព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទអាមែនសូមព្រះអង្គប្រទានពរដល់លោកអ្នកទាំងគ្នាជួបគ្នាសប្តាហ៍ក្រោយនៅម៉ោងដដែលជម្រាបលា